តម្លៃចន្លោះពី 40,000 ទៅ 50,000 ជាងនៅទីផ្សារប្រទេស ប៉ុន្តែជារៀងសង្ហាមិនធម្មតា បាននិយាយពីឈ្មោះរថយន្ត Highlander បងប្អូនភាគច្រើនច្បាស់ជាស្គាល់ពី model នេះ រថយន្តនេះទទួលបានការពេញនិយមខ្លាំងនៅទីផ្សារប្រទេសកម្ពុជា ប៉ុន្តែភាគច្រើនគឺបានផលិតចាប់ពីឆ្នាំ 2006 ចុះក្រោម ប៉ុន្តែថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនា Toyota Highlander ស៊េរីឆ្នាំ 2025 វិញម្ដង រថយន្ត Toyota Highlander ស៊េរីឆ្នាំ 2025 មាន 5 model ផ្សេងគ្នា ក្នុងនោះរួមមាន LE, XLE, XSE, Limited និង Platinum ភ្ជាប់មកជាមួយជម្រើសប្រើប្រាស់ឥន្ធនៈសុទ្ធនិង Hybrid ហើយក៏មានជម្រើសប្រើប្រាស់ពង1និងពង2ផងដែរ រថយន្ត Highlander ស៊េរីឆ្នាំចុងក្រោយនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ 2.4 លីត្រ Turbo ទំហំ 4 ស៊ីឡាំងអាចផលិតកម្លាំងបាន 265 សេស កម្លាំងរមុំ 120 Nm និងមានសមត្ថភាពអូសសណ្ដោងបាន 2268 គីឡូក្រាម ចំពោះកម្រិតស៊ីសាំងវិញសម្រាប់ model ប្រើប្រាស់ពង2ស៊ីប្រមាណ 9.8 លីត្រក្នុង 100 គីឡូម៉ែត្រ ខណៈ model Hybrid ស៊ីត្រឹមតែ 6.7 លីត្រក្នុង 100 គីឡូម៉ែត្រ រថយន្តនេះបានបំពាក់មកជាមួយជម្រើសនៃការបើកបរចំនួន 3 ក្នុងនោះរួមមាន Sport, Eco និង Normal ឥឡូវនេះចូលមកដល់រូបរាងនៅផ្នែកខាងក្រៅវិញម្ដង រថយន្តនេះមានប្រវែងតួខ្លួនសរុប 4,950 មីលីម៉ែត្រ ទទឹង 1,930 មីលីម៉ែត្រ កម្ពស់ 1,730 មីលីម៉ែត្រ គម្លាតកង់មុខក្រោយប្រវែង 2,850 មីលីម៉ែត្រ និងបំពាក់មកជាមួយថាសកង់ទំហំ 20 អ៊ីង ចូលមកដល់ផ្នែកខាងក្នុងវិញម្ដង រថយន្តនេះបំពាក់មកជាមួយអេក្រង់កុងទ័រទំហំ 12.3 អ៊ីង អេក្រង់កំសាន្តទំហំ 8 អ៊ីង ស្តង់ដារ ខណៈ model XLE, Limited និង Platinum បំពាក់មកជាមួយអេក្រង់កំសាន្តទំហំ 12.3 អ៊ីង ភ្ជាប់មកជាមួយមុខងារ Apple CarPlay, Android Auto កន្លែងសាកថ្មអត្រាខ្សែ កញ្ចក់មើលក្រៅ Digital ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន 11 គ្រាប់ និងដំបូលកញ្ចក់ Panoramic ចំណែកកៅអីនៅផ្នែកខាងមុខមានមុខងារកម្ដៅត្រជាក់ហើយអាចសេរីបានចំនួន 10 របៀប បន្ថែមពីនេះនៅផ្នែកខាងមុខក៏បំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព 3 តំបន់ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរនៅផ្នែកខាងមុខអាចសេរីសីតុណ្ហភាពបានគ្រប់តំបន់ ក្រឡេកមកមើលកៅអីអ្នករួមដំណើរនៅជួរទី 2 រថយន្តនេះបានបំពាក់មកជាមួយកៅអីបែប Captain Chair ភ្ជាប់មកជាមួយកន្លែងដាក់ដៃនៅកណ្ដាល អ្វីដែលកាន់តែពិសេសគឺកៅអីជួរទី 2 និងកៅអីជួរទី 3 អាចបត់បានឲ្យរាបស្មើផ្ដល់ភាពងាយស្រួលសម្រាប់បងប្អូនដែលត្រូវការដឹកអីវ៉ាន់ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍គឺរថយន្តនេះក៏បានបំពាក់មកជាមួយកន្លែងបម្លែងអគ្គិសនីយកទៅប្រើទំហំ 120 វ៉ុល និង 1500 វ៉ាត់ ឥឡូវនេះចូលមកដល់ប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបររបស់រថយន្តនេះវិញម្ដង រថយន្ត Toyota Highlander ស៊េរីឆ្នាំ 2025 បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sin 3.0 ផ្ដល់ជូននូវលក្ខណៈពិសេសសុវត្ថិភាពដូចជាប្រព័ន្ធគ្រប់គ្រងល្បឿនតាមរថយន្តបើកខាងមុខ ប្រព័ន្ធដាស់តឿនពេលរថយន្តបើកចេញពីគន្លងផ្លូវ ប្រព័ន្ធដាក់ស្មាតដីមុនពេលប៉ះទង្គិចនៅពេលមានឧបសគ្គនៅផ្នែកខាងមុខ ប្រព័ន្ធមើលឧបសគ្គជុំវិញរថយន្ត ប្រព័ន្ធជំនួយការបើកបរពេលកកស្ទះចរាចរណ៍ ប្រព័ន្ធផ្ដល់ដំណឹងនៅកញ្ចក់ចំហៀង ប្រព័ន្ធប្រមានការប៉ះទង្គិចផ្នែកខាងមុខនិងខាងក្រោយ ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានចរាចរណ៍ឆ្លងកាត់ ស្ដាប់តែប៉ុណ្ណេះ fan Highlander កាន់តែស្រឡាញ់ model ឆ្នាំ 2025 នេះហើយ ប៉ុន្តែសម្រាប់ model ស៊េរីឆ្នាំចុងក្រោយនេះបាននាំចូលមកកម្ពុជាក៏តម្លៃគួរសមដែរ ណាមួយក្រុមហ៊ុន Toyota នៅកម្ពុជាក៏បាននាំយករថយន្តនេះមកលក់ដែរ ជាហេតុនាំឲ្យយើងកម្រឃើញរថយន្តនេះនៅតាមដងផ្លូវ